បាទអនុញ្ញាតគ្រប់ជំរាបសួរបាទបងប្អូនអ៊ំពូមីងទាំងអស់ជាទីគ្រប់ស្រឡាញ់រាប់អានបាទថ្ងៃនេះខ្ញុំបាទមានវិធីធ្វើទំពាំងជ្រក់ពិសេសចែកជូនអ៊ំពូមីងបងប្អូនបាទទស្សនាកំសាន្តនិងទុកជាវិធីដើម្បីធ្វើហូបខ្លួនឯងផងដែរបាទគឺយើងមានទំពាំងបាទគឺទំពាំងដែលយើងស្រុះបាទគឺទឹកខ្មេះបាទនិងទឹកខ្មេះហើយនឹងមានយើងមានអំបិលប៊ីចេងបាទនេះគឺជាខ្ទឹមសដែលយើងចិញ្ច្រាំបាទចិញ្ច្រាំយើងមានជាស្ករសអំបិលប៊ីចេងបាទបងប្អូនបាទហើយនឹងមានម្ទេសឆាផងដែរបាទបន្ទាប់មកយើងលាយគ្រឿងទាំងអស់នោះចូលគ្នាតែម្ដងគឺមានខ្ទឹមសបាទស្ករសអំបិលបាទទឹកខ្មេះហើយនឹងប៊ីចេងលាយចូលគ្នាបាទលាយចូលគ្នាឲ្យសព្វឲ្យវាចូលជាតិគ្នាតែម្ដងបាទហើយបន្ទាប់មកគឺយើងដាក់ទំពាំងយើងបាទនេះគឺជាទំពាំងដែលយើងស្រុះស្ងោរបាទអស់ជាតិហាងបាទអស់ជាតិហាងហើយគឺយើងទុកវាមួយដុំបាទដើម្បីយើងមិចលាយជាមួយគ្រឿងយើងបាទនេះគឺជាម្ទេសឆាបងប្អូនណាយើងអាចទិញមកពីផ្សារក៏បានឬក៏យើងអាចស្ងោរម្ទេសផ្លោកចិញ្ច្រាំក៏បានដែរបាទក៏ប៉ុន្តែនេះគឺជាវិធីដែលកាត់លឿនហើយយើងអាចតាមចំណង់ចំណូលចិត្តតែម្ដងបាទនេះគឺជាទំពាំងរបស់យើងដែលយើងស្រុះទុកបាទស្រុះថ្មីបងប្អូនណាបាទបន្ទាប់មកយើងលាយគ្រឿងបាទយើងលាយគ្រឿងមិចចូលគ្នាទាំងអស់បាទគឺមានអំបិលស្ករប៊ីចេងខ្ទឹមសទឹកខ្មេះហើយនឹងម្ទេសរបស់យើងបាទគឺម្ទេសឆាហ្នឹងយើងលាយចូលគ្នាតាមចំណង់ចំណូលចិត្តដែលបងប្អូនចូលចិត្តបាទដាក់តិចច្រើនតាមហឹរខ្លាំងហឹរតិចបាទបន្ទាប់មកយើងចាក់ទំពាំងចូលបាទគឺយើងលាយឲ្យសព្វតែម្ដងបាទឲ្យសព្វចូលគ្នាគឺរយៈពេលប្រហែលជា2ម៉ោងយើងអាចហូបបានហើយគឺចូលជាតិតែម្ដងបងប្អូនណាជាមួយនឹងទឹកខ្មេះនិងគ្រឿងរបស់យើងដែលកាច់ចូលតែម្ដងបាទហើយបើយើងយកខ្លះផ្សេងក្នុងទូទៀតដាក់ក្នុងកែវរត់តែស្រួយតែម្ដងបងប្អូនបាទនេះគឺជាវិធីធ្វើដែលងាយដែលបងប្អូនអាចធ្វើនៅតាមផ្ទះបានបាទអញ្ចឹងបងប្អូនអាចធ្វើសាក់លបងបានបាទគឺខ្ញុំគឺជំនាញបាទគឺខ្ញុំជំនាញធ្វើនៅខាងទំពាំងជ្រក់នេះបាទគឺមានឲ្យជារសមែនតែនខ្ញុំតែងតែធ្វើហូបជាមួយនឹងមានត្រីអាំងត្រីអណ្ដែងបាទឬក៏ញ៉ាំជាមួយអ្វីផ្សេងក៏បានដែរតាមតែបងប្អូនចំណង់ចំណូលចិត្តបាទហើយបន្តចុងក្រោយហ្នឹងបាទគឺយើងចាក់ទឹកបាទទឹកនេះគឺជាទឹកស្ករដែលយើងរំងាស់យើងយកស្ករបាទរំងាស់វាក្រឡោចវាបាទបងប្អូនឲ្យរីឈ្ងុយបន្តិចយើងចាក់ទឹកឆ្អិនទឹករបស់យើងទឹកស្អាតចូលហើយយើងកូរវាឲ្យត្រជាក់យើងយកមកលាយចុងក្រោយបាទបងប្អូននេះគឺជាការបញ្ចប់នៃវិធីធ្វើរបស់យើងបងប្អូនបាទនេះគឺជាការសម្រេចឲ្យបងប្អូនអាចខ្លះសេហូបបាទតាមចំណង់ចំណូលចិត្តបាទបងប្អូនចូលចិត្តអាចជួយ Subscribe ឬក៏ Like បាទឬក៏ជួយ Share បាទសូមអរគុណច្រើន